Bạn số đấy bằng ôn bằng ngọc nia bạn vừa một chục nia xa chỉ thay tiệt hai chỉ mồi nâng cả sát thán chỉ trong con cáp siêu minh xé bằng ôn hả bạn trong các nick nhom miền video thay mỗi đồng bay trong một chai lại bằng ôn mình thém hay xem bạn video mỗi nick nhom dừng cơm tha bằng ôn lát con và con chỉ check con và con chỉ vô hai bàn tay khi trong một chai lại bằng ôn này còn toàn check còn vô hay còn ai giờ tự ăn vật ban để ta mà vậy để nhom drop vừa có lòng máu hay để tôi ban là phò lỏ nè bằng ôn nia bạn chẳng xem em ca riêng trong ánឬក៏យើងហៅថាលៀងសម្អាតអាងជារៀងរាល់ថ្ងៃខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាយល់ហើយប៉ុន្តែសម្រាប់ខាងខ្ញុំគឺខ្ញុំរៀបចំចែកជាពីរបងប្អូនណាការរៀបចំលៀងសម្អាតអាងហ្នឹងគឺយើងចែកជាពីរហើយបច្ចេកទេសក្នុងការរៀបចំលៀងសម្អាតអាងនេះគឺការអនុវត្តជាក់ស្ដែងកន្លងមកខ្ញុំឃើញថាវាទទួលបាននៅលទ្ធផលល្អឃើញថាវាទទួលបាននៅភាពជោគជ័យគឺខ្ញុំមកចែកម្លែកបងប្អូនហើយបងប្អូនត្រូវយល់ពាក្យថាបច្ចេកទេសដែលខ្ញុំតែងតែលើកឡើងយកមកនិយាយនេះបងប្អូនកុំច្រឡំណាខ្ញុំបញ្ជាក់នៅក្នុងវីដេអូនេះហើយពាក្យថាបច្ចេកទេសគឺមិនមែនបច្ចេកទេសដែលខ្ញុំធ្វើកន្លងមកហ្នឹងគឺបញ្ជាក់ចេញពីក្រសួងឬក៏ស្ថាប័នណាមកទេណាបញ្ជាក់បងប្អូនណាកុំឲ្យយល់ច្រឡំថាអ្វីដែលបងលើកឡើងយកមកនិយាយនេះដូចវាមិនត្រូវអ្វីដែលបងលើកឡើងយកមកនិយាយដូចជាវាអត់មាននៅក្នុងបច្ចេកទេសក្នុងវិស័យមួយហ្នឹងអញ្ចឹងអ្វីដែលខ្ញុំលើកឡើងយកមកនិយាយនេះគឺខ្ញុំផ្ដោតចេញពីការអនុវត្តជាក់ស្ដែងរបស់ខ្ញុំកន្លងមកហើយខ្ញុំឃើញថាការធ្វើទៅការរៀបចំរបស់ខ្ញុំហ្នឹងគឺវាទទួលបាននៅលទ្ធផលល្អខ្ញុំអាចរាប់បញ្ចូលថាបច្ចេកទេសត្រឹមត្រូវក្នុងការរៀបចំហើយបាទហើយព្រោះវាទទួលបាននៅលទ្ធផលល្អគឺបានន័យថាវារាប់បញ្ចូលបានថាជាចំណុចល្អក្នុងបច្ចេកទេសមួយនេះហើយបងប្អូនណាស្ដាប់ឲ្យតន់អញ្ចឹងសម្រាប់ការរៀបចំអាងឬក៏យើងហៅបានថាលាងសម្អាតអាងសម្រាប់ខ្ញុំគឺខ្ញុំចែកជា2បាទចែកជា2បាទទី1គឺយើងលាងសម្អាតបែបធម្មតាបងប្អូនណាបាទលាងសម្អាតបែបធម្មតាហ្នឹងគឺមួយថ្ងៃយើងធ្វើការលាងម្ដងឬក៏2ដងសម្រាប់បងប្អូនដែលគាត់មានពេលវេលាគ្រប់គ្រាន់បងប្អូនអាចលាង2ដងហើយសម្រាប់បងប្អូនដែលគាត់មិនមានពេលវេលាគ្រប់គ្រាន់គាត់អាចលាងម្ដងអាហ្នឹងទៅតាមចំណង់ចំណូលចិត្តឬក៏ទៅតាមពេលវេលាជាក់ស្ដែងណាបាទមិនបញ្ជាក់ឬក៏បង្កត់ប្រកាសថាបងប្អូនត្រូវតែលាង2ដងទេអាហ្នឹងបងប្អូនអាចពិនិត្យមើលទៅលើសភាពជាក់ស្ដែងនៃទីតាំងរបស់បងប្អូនណាតែសម្រាប់ខ្ញុំគឺខ្ញុំធ្វើការលាងមួយថ្ងៃ2ដងបាទមានថ្ងៃខ្លះក៏លេតមួយពេលដែរបងប្អូនណាបាទហ្នឹងយើងនិយាយឲ្យស្មោះត្រង់បាទអញ្ចឹងការលាងសម្អាតមួយថ្ងៃ2ដងហ្នឹងគឺយើងលាងបែបធម្មតាទេបងប្អូនយើងធ្វើការបង្ហូរទឹកចាស់ចេញយើងបាញ់ទឹកថ្មីចូលហើយយើងគ្រាន់តែធ្វើការបាញ់បោះវាតិចតួចទេមិនបានធ្វើឲ្យបានស្អាតបាទប្រកបជា 100% ទេបងប្អូនណាបាទគឺគ្រាន់តែធ្វើការលាងសម្អាតដុសបន្តិចបន្តួចទេប៉ុន្តែយើងដាក់ផែនការរបស់យើងគឺមួយសប្តាហ៍គឺយើងធ្វើការលាងសម្អាតដោយយកចិត្តទុកដាក់ម្ដងគឺយើងធ្វើការដុសចាប់តាំងពីបាតអាងជញ្ជាំងអាងបាទឬក៏សម្ភារៈផ្សេងដែលមាននៅក្នុងអាងរបស់យើងហ្នឹងគឺយើងធ្វើការដុសលាងវាស្អាតដូចជាស៊ីយ៉ូ